យើងមកមើលតកតងនឹងការប្រើប្រាស់ទៅលើប្រំយីទៅប្រំនេះវាពិតជាជួយក្នុងការបង្កើតទៅលើវីដេអូខ្លីដែលវាជាប្រភេទប្រំមួយដែលវាមិនស្មុគស្មាញដល់ហើយសម្រាប់បងប្អូនដែលបានចូលរៀននៅក្នុងតាផ្ទាល់ឬក៏បងប្អូនដែលបានរៀននៅក្នុងក្រុម Telegram ស្រាប់ហើយខ្ញុំនឹងមកលម្អិតឡើងវិញអំពីការប្រើប្រាស់ទៅលើប្រភេទប្រំទាំងអស់នេះបាទនៅពេលដែលខ្ញុំ copy ប្រំនេះហើយបងប្អូនដំណាក់កាលទី1ត្រូវតែមកផាសនៅក្នុងGemini បាទនៅក្នុង Gemini មកហើយបន្ទាប់មកបានផាសវាមកហើយពេលដែលបានហើយយើងនឹងរងចាំមួយផ្លែតតតងការប្រើប្រាស់អញ្ចឹងនេះគឺជាប្រភេទចំណងជើងដែលខ្ញុំដាក់ជាឧទាហរណ៍គឺជាប្រភេទជ្រើសរើសខ្ញុំអញ្ចឹងកន្លែងនេះមានន័យថាបងប្អូនត្រូវតែដូរខ្លួនឯងតតងការប្រើប្រាស់ទៅលើប្រភេទប្រំទាំងអស់ហ្នឹងបាទទី1ខ្ញុំនិយាយអំពីជាឈ្មោះនៅក្នុងលក្ខខណ្ឌនេះមាន2ប្រភេទទី1នៅកន្លែងនេះបងប្អូនចង់ប្រើប្រភេទសាច់រឿងរបៀបម៉េចមនុស្សនិយាយឬក៏តុក្កតាឬក៏ជា 2D 3D គឺអាស្រ័យលើបងប្អូនជាអ្នកឲ្យវាមិនមែនទេខ្ញុំឧទាហរណ៍អាហ្នឹងសូមលម្អិតសាច់រឿងទៅលើតុក្កតាបែបនេះហើយសម្រាប់យកទៅផលិតវីដេអូដែលមានរូបភាពដូចខ្ញុំតែសេទាំងមកអ្វីដែលបងប្អូនដូរមានតែមួយឯងទី1គឺលើប្រភេទរឿងតើរឿងហ្នឹងជារឿងរបៀបម៉េចបាទនៅក្នុងនេះខ្ញុំមកលម្អិតអំពីរឿងនេះឧទាហរណ៍ថាប្រមនេះខ្ញុំនិយាយពីអីគេតើតងទៅនឹងប្រភេទ short film បាទអញ្ចឹងវាមាន short film បាទវាមានបែប short film សម្រាប់យកវីដេអូផ្សេងគឺខ្ញុំឧទាហរណ៍នេះ short film របៀប sell promotion របៀប branding របៀប marketing របៀបពាក្យស្លោកដែលវីដេអូនឹងនិយាយជា AI ឬក៏អីផ្សេងៗមកហ្នឹងគឺជាប្រភេទហើយនេះជាឧទាហរណ៍ទេអញ្ចឹងពេលខ្ញុំបានហើយបងប្អូនមកមើលមានរឿងផ្សេងមួយទៀតទី1គឺប្រភេទទៅលើតុក្កតាប្រភេទរឿងទី2ប្រភេទទៅលើ scene បាទប្រមាណ scene ហើយទី3ទៅលើប្រភេទចំណងជើងនេះគឺសំខាន់ឧទាហរណ៍ថាខ្ញុំចង់ប្រើសាច់រឿងមួយទៀតខ្ញុំចង់ប្រើបែបយ៉ាងម៉េចបែបនឹងថាអំពីសាច់រឿងពិធីបាទខ្ញុំថាពិធីចូលឆ្នាំបាទចូលឆ្នាំខ្មែរបាទចូលឆ្នាំខ្មែរហើយកន្លែងនេះខ្ញុំអាចយក5ស៊ីនហើយនេះចំណងជើងខ្ញុំដាក់ឈ្មោះថារីករាយឆ្នាំថ្មីប៉ុណ្ណឹងខ្ញុំយកតែប៉ុណ្ណឹងទេអញ្ចឹងទី1គឺផ្សាយរឿងរបៀបម៉េចចង់ប្រភេទអីឬក៏ខ្ញុំចង់និយាយពីតុក្កតាក៏បានដែរឥឡូវខ្ញុំ copy ប្រភេទតុក្កតានឹងចុះបាទសាច់រឿងតុក្កតាបាទខ្ញុំយកចេះវិញសាច់រឿងតុក្កតាហើយរវាងអីបងប្អូនអាចនឹងឯងហើយបន្តមកខ្ញុំបានប៉ុណ្ណឹងអញ្ចឹងគឺជាដំណាក់កាលទី1គឺការតាសេអំពី5សិនលើចំណងជើងចេញមកដំណាក់កាលទី2បងប្អូនត្រូវប្រើទៅលើ tool 3 tool ទី1ជា tool lab Google ទី2គឺ Wix ទី3គឺ Flow ទីទៀតខ្ញុំនឹងបញ្យល់ហើយនៅក្នុងនេះខ្ញុំបានដាក់នៅក្នុងក្រុមនឹងហើយបងប្អូនអាចចូលទៅមើលគឺនៅម្ដុំនេះបាទនេះនៅម្ដុំនេះអានេះគឺជាប្រំបាទជាប្រំដែលខ្ញុំឲ្យក្នុងហ្នឹងបងប្អូនគ្រាន់តែចូលក្រុមទៅហើយចុចវាមកនេះចុចទៅប្រំនៅក្នុងនឹងស្រាប់ហើយណាបាទនេះមែនទេមិនជាប្រំទេនេះបាទនៅកន្លែងនេះបាទនេះនៅក្នុង AI ប្រំ for professional skill business បាទនៅក្នុងហ្នឹងបន្ទាប់ពីបានហើយរឿងសំខាន់នៅពេលដែលយើងបានរូបខ្ញុំនឹងមកឧទាហរណ៍មួយអញ្ចឹងបងប្អូនត្រូវយករូបអញ្ចឹងទាំងអស់វាមានដល់5ស៊ីនអញ្ចឹងខ្ញុំនឹងយកស៊ីនមួយមកឧទាហរណ៍ខ្ញុំឧទាហរណ៍តាមម៉ាស៊ីនទេអញ្ចឹងសល់ប្រហែលស៊ីនទៀតបងប្អូនទៅតេស្តខ្លួនឯងទៅលើសាច់រឿងដំបូងបំផុតកុំឲ្យពិបាកយើងយកជារឿងដើម្បីយើងយករូបភាពនេះយកមកតេស្តវាអញ្ចឹងមាន2ទី1យើងអាចប្រើទៅលើគេហៅថា lab Google បាទ lab Google នេះបាទហើយបងប្អូនផាសចូលមកហើយបងប្អូនមកជ្រើសរើសតម្រងបើផ្ដេកដាក់ផ្ដេកមកអានេះផ្ដេកអានេះបញ្ឈរយល់ទៅមាន2ហ្នឹងឯងសំខាន់អញ្ចឹងខ្ញុំយកបញ្ឈរហើយយើង create ទៅបើសិនជាយើងប្រើនៅក្នុង Wix យូរទៅពេលបងប្អូនចូល Wix បងប្អូនចូល intern tool ហើយបងប្អូនផាសវាចូលមកផាសចូលនៅកន្លែងនេះខ្ញុំចង់បញ្ជាក់ថាអានេះក៏នៅពេលដែលបងប្អូនទិញ account pro នេះ account pro នេះបាទបើខ្ញុំមានដល់ 5000 នោះបាទដោយសារខ្ញុំ upgrade អញ្ចឹងកន្លែងនេះបងប្អូនវានឹង C ដែរវានឹង C នៅកម្រិតណាខ្ញុំក៏មិនបានដឹងច្បាស់នេះទេតែវានឹង C ទៅតាមកាត់តាមនឹងដែរបាទអាចនឹងប្រហែលជា2 credit នេះកម្លាំងអត់ចាំច្បាស់ទេបាទនៅក្នុងហ្នឹងបងប្អូនគាត់ថាផាសចូលមកបាទផាសវាមកហើយជ្រើសរើសទម្រង់នេះបាទហើយចាប់ផ្ដើម generate ទៅអាហ្នឹងក៏វា C ដែរនៅពេលបានហើយបានយើងចូលមកក្នុង flow បាទយើងចូលក្នុង flow ហើយយូរទៅ flow បងប្អូនអាចទិញ
យូរទៅបងប្អូនអាចទិញ credit ខ្លួនឯងមានវាមាន$15និងមាន$25បាទ$15គឺការប្រើរួមជា family $25គឺប្រើវាហៅថាប្រើ private បាទអត់ប្រើលាយឡំមួយអីទេហើយបានមួយឆ្នាំបាទបានមួយឆ្នាំពេញតែម្ដងបាទយូរទៅបាទនៅពេលដែលយើងមើលទៅលើរូបភាពនេះឃើញរូបភាពទេយើងមើលពីមួយហ្នឹងមួយណាក៏បានដែរប៉ុន្តែខ្ញុំ recommend ឲ្យប្រើនេះដោយសារនៅក្នុង lab Google នេះវាអត់កាត់លុយយូរទៅគឺវាអត់កាត់លុយទេប៉ុន្តែក្នុងវាគឺវាកាត់លុយហើយស្អាតយ៉ាងម៉េចអញ្ចឹងបើខ្ញុំយក lab បងប្អូនស្រឡាញ់រូបមួយណាស្រឡាញ់ពេញចិត្តមួយណាឥឡូវខ្ញុំស្រឡាញ់រូបនេះបាទព្រីថប់មកហើយបងប្អូនយកពាក្យ download បន្ទាប់មកបងអ្នកនេះចូលនឹង flow បាទខ្ញុំអត់និយាយពីរឿង log ចូល log អីទេ log ចូលខ្លួនឯងអីបានហើយបើហើយខ្ញុំចូល new project ហើយបងប្អូនត្រូវយកផាសរូបនឹងចូលបាទផាសរូបនឹងចូលមកចុចសញ្ញាបូកនេះបាទចុចសញ្ញាបូកហ្នឹងហើយសញ្ញានេះបាទសញ្ញាហ្នឹងមកហើយដាក់វាចូលមកហើយបន្ទាប់មកទៅយកប្រភេទ action នេះបាទទៅយកប្រភេទ action ហ្នឹងយកមកដាក់បាទអញ្ចឹងកន្លែងហ្នឹងយក action មកហើយ action យើងអាចកែមកឆាប់ឡើងបងប្អូនរៀបចំផ្លែឈើនិងផ្កាឲ្យស្អាតដើម្បីទទួលទេវតាឆ្នាំថ្មីបាទអញ្ចឹងខ្ញុំយកមកដាក់មកហើយខ្ញុំនឹងផាសចូលនៅក្នុងនេះបាទផាសចូលនៅក្នុងនោះមកផាសចូលមកហើយយើងចាប់ផ្ដើមជ្រើសរើសនៅកន្លែងនេះបាទវីដេអូកន្លែងនេះហើយយើងជ្រើសរើសអត់រើសរូបភាពទេយើងជ្រើសរើសប្រភេទហ្នឹងមកបាទប្រភេទហ្នឹងមកហើយយើងចាប់ផ្ដើម generate នេះជាទូទៅ VC generate ប្រើ20 credit ប៉ុន្តែបើបងប្អូនយក quality VC 100 credit អញ្ចឹងយកត្រឹមតែ fast ទៅបានហើយបន្ទាប់មក generate ទៅហើយធ្វើមួយរហូតអញ្ចឹងរូបភាពទី2យើងប្រំដូចគ្នាដែរយើង copy ប្រំនឹងយកទៅដាក់ទៅបាទយកបផាសនឹងរហូតនេះបាទផាសវារហូតអញ្ចឹងមករហូតដល់បានបាទរហូតដល់បានគ្រប់ scene ទាំងអស់បាទគ្រប់ scene ទាំងអស់រហូតដល់គ្រប់ scene ទាំងអស់ហ្នឹងដើម្បីប្រើប្រាស់វាគ្រប់ទៅលើប្លង់មួយរហូតអីចឹងណាហ្នឹងគឺជាប្រភេទនៃការប្រើប្រាស់ទៅលើប្រំទាំងអស់ហ្នឹងបាទអញ្ចឹងខ្ញុំលំអិតតែប៉ុណ្្នឹងទេហើយអាចមានចម្ងល់អីបងប្អូនអាចសួរនៅក្នុងក្រុមនឹងបន្ថែមទៀតខ្ញុំនឹងបញ្យល់បន្ថែមទៀតតកតងទៅនឹងប្រភេទវីដេអូនេះហើយផ្សេងទៀតខ្ញុំចេញវីដេអូនេះមុនដើម្បីឲ្យបងប្អូននៅក្នុងក្រុមនេះបងប្អូនអាចស្វែងយល់វាច្បាស់ហើយប្រើប្រាស់ទៅលើ account អីផ្សេងនៅក្នុងហ្នឹងហើយអញ្ចឹងខ្ញុំអត់មានទេនេះជាមេរៀនដែលខ្ញុំបានថតខ្លះហើយអញ្ចឹងបងប្អូនអាចមើលបន្ថែមទៅអញ្ចឹងរងចាំផ្លែតហើយចាំមើលវានិយាយយ៉ាងម៉េចយើងរងចាំសិនដោយសារវាកំពុងតែដើរបាទនិយាយទៅគឺសម្រាប់វីដេអូហ្នឹងហើយដែលយើងអាចប្រើ account Pro ឬក៏ Gemini ឥឡូវនេះដូចបងប្អូនបានដឹងហើយថា account Gemini វាថ្លៃបាទ account Pro ខ្ញុំដោយសារវា upgrade បានវា upgrade ទៅជា credit អញ្ចឹងណាអញ្ចឹងបងប្អូនអាចមើល upgrade បានទៅឥឡូវយើងមើលអស់គ្នានេះបាទមើលទៅឆាប់ឡើងបងប្អូនរៀបចំផ្លែឈើនិងផ្កាឲ្យស្អាតដើម្បីទទួលទេវតាឆ្នាំថ្មីបាទអញ្ចឹងពេលបានហើយបងប្អូនមកមើល download ខាងស្ដាំនេះហើយយកពាក្យ upscale ទៅអញ្ចឹងរងចាំមួយផ្លែតទៅវានឹងទាន download ហើយអញ្ចឹងវីដេអូនេះវាមានតែប៉ុណ្្នឹងទេហើយបងប្អូនអាចតេស្តខ្លួនឯងហើយសាកល្បងប្រើទៅបាទយើងជួបគ្នាសម្រាប់មេរៀនបន្តទៀតដែលខ្ញុំបាននឹងទៅតាមរៀបចំទៅលើអ្វីដែលយើងបានសិក្សាកន្លងមកហើយនឹងអាប់ដេតមេរៀនខ្លះអរគុណជួបគ្នាវីដេអូក្រោយ